រៀនប្រឈមមុខនឹងទទួលយកនៅរឿងរ៉ាវដ៏ច្រើនក្នុងជីវិតហើយកុំបួងសួងឲ្យឆាកជីវិតនេះណាវាស្រួលវាងាយហើយនឹងមានមនុស្សគ្រប់គ្នាមកសង្គ្រោះក្មួយគ្រប់ពេលដែលក្មួយជួបវិបត្តិអត់ទេក្មួយអត់ទេហើយត្រូវចងចាំថាមានមនុស្សដែលចូលចិត្តក្មួយស្ងាត់ហើយនឹងមានមនុស្សដែលស្អប់ក្មួយស្ងាត់ដែរក្នុងនោះអ្នកដែលស្អប់ក្មួយក៏មានសមាជិកនៃគ្រួសាររបស់ក្មួយដែរដែលមិនចូលចិត្តក្មួយហើយនឹងស្រឡាញ់ក្មួយរឿងនេះជារឿងជីវិតពិតប្រាកដមនុស្សលោកគឺអញ្ចឹងបើមិនអញ្ចឹងមិនមែនមនុស្សលោកទេ